តារានីកូ Cancer តើនឹងមានអ្វីកើតឡើងនៅក្នុងជីវិតអ្នកពេលនេះហើយចក្រវាឡនឹងមានដំណោមានអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺការ៉ុតនៅខាងមុខខ្ញុំនេះមាន3ក្រុមសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសហើយខ្ញុំក៏មានក្រុមអង្គការចំនួន3ក្រុមសម្រាប់អ្នកទាំងអស់គ្នាងាយស្រួលក្នុងការជ្រើសរើសដូចគ្នាអញ្ចឹងសម្រាប់ក្រុមទី1យើងបានជាមួយនឹងក្រុមអង្គការពណ៌បៃតងសម្រាប់ក្រុមទី2យើងបានជាមួយនឹងក្រុមអង្គការពណ៌ខៀវហើយនឹងក្រុមទី3យើងបានជាមួយនឹងក្រុមកម្មពណ៌ផ្កាឈូកអ្នកទាំងអស់គ្នាអាចមើលទៅលើស្លឹកបៀទាំង3នឹងទៅតាមមួយណាដែលតាក់ទាញឬក៏មាននិស្ស័យជាមួយអ្នកទាំងអស់គ្នាជាងគេចូលជ្រើសរើសយកស្លឹកបៀមួយនោះអញ្ចឹងខ្ញុំទុកពេលឲ្យអ្នកទាំងអស់គ្នាជ្រើសរើសមួយផ្លែតទៅឥឡូវយើងមកមើលជាមួយនឹងក្រុមទី1ទាំងអស់គ្នាសម្រាប់អ្នកដែលជ្រើសរើសយកក្រុមកម្មពណ៌បៃតងហើយនឹងស្លឹកបៀទី1យើងមើលថាតើអ្នកទាំងអស់គ្នានឹងបានស្លឹកបៀអីគេចឹងអ្នកទាំងអស់គ្នាបានជាមួយនឹង Egg of Cup អ្នកទាំងអស់គ្នាដូចជាកំពុងតែដើរចេញពីអ្វីមួយដែលវាឡើងសមបំណងរបស់យើងណាមិនថាជាទំនាក់ទំនងមិត្តភ័ក្តិឬក៏ស្នេហាឬក៏កន្លែងអីមួយឯងកន្លែងហ្នឹងឡើងផ្ដល់ជាប្រយោជន៍ឬក៏ជាអារម្មណ៍ល្អសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការដើរចេញពីកន្លែងហ្នឹងដូចយើងឃើញក្នុងរូបភាពហ្នឹងមានមនុស្សម្នាក់គាត់ដើរចេញឆ្ងាយពីកៅទាំង8ដែលយើងឃើញនៅលើហ្នឹងទោះការដើរចេញមួយហ្នឹងវាអត់មានភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែចក្រវាឡចង់ប្រាប់អ្នកទាំងអស់គ្នាថាទោះជាយ៉ាងណាក៏ដោយសូមអ្នកទាំងអស់គ្នាធ្វើតាមបេះដូងខ្លួនឯងហើយការដែលដើរចេញមួយហ្នឹងនឹងធ្វើឲ្យអ្នកទាំងអស់គ្នារកឃើញខ្លួនឯងនៅថ្ងៃណាមួយណាទោះបីផ្លូវមួយហ្នឹងឥឡូវវាអត់ទាន់ច្បាស់លាស់ប៉ុន្តែថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងរកឃើញសេចក្តីសុខពិតប្រាកដឥឡូវយើងចូលមកដល់ក្រុមទី2ដែលសម្រាប់អ្នកទាំងអស់គ្នាដែលជ្រើសរើសយកក្រុមកម្មពណ៌ខៀវណាយើងមកមើលថាអ្នកទាំងអស់គ្នាបានកាតអីដែរអញ្ចឹងកាតដែលអ្នកទាំងអស់គ្នាបានហ្នឹងគឺ Egg of Wands ហើយពីច្រាស់ទៀតណាកាតនេះឃើញទេជក់ហ្នឹងគឺឡើងទៅលើវិញអ្នកទាំងអស់គ្នាពេលនេះកំពុងតែមានអារម្មណ៍ថាដូចជាប់គាំងអញ្ចឹងដូចគេបាំងផ្លូវអីអញ្ចឹងណាអត់មានអារម្មណ៍ធ្វើអីទាំងអស់អត់មាន motivation ក្នុងការចាប់ផ្ដើមធ្វើអីមួយប៉ុន្តែចិត្តយើងនេះចង់ចាប់ផ្ដើមធ្វើអីថ្មីប៉ុន្តែទៅអត់រួចអ្នកទាំងអស់គ្នាប្រហែលជាកំពុងតែមានអារម្មណ៍អត់ជឿជាក់លើខ្លួនឯងមានអារម្មណ៍ថាគោលដៅអត់ឃើញចក្រវាឡចង់ឲ្យអ្នកទាំងអស់គ្នាផ្អាកសកម្មភាពមួយរយៈសិនព្យាយាមស្គាល់ពីខ្លួនឯងវាដូចថា reflect លើខ្លួនឯងណាស្គាល់ខ្លួនឯងបានច្រើនជាងមុនចំណាយពេលជាមួយនឹងខ្លួនឯងដើម្បីរកឃើញខ្លួនឯងឡើងវិញចូលមកដល់ក្រុមទី3សម្រាប់អ្នកដែលយកក្រុមអង្គការពណ៌ផ្កាឈូកយើងនឹងមកមើលទាំងអស់គ្នាថាអ្នកទាំងអស់គ្នាបានជាមួយនឹងកាតអីដែរអញ្ចឹងកាតដែលអ្នកទាំងអស់គ្នាបានគឺ Knight of Coins ណាកាតមួយនេះគឺល្អមែនតើអ្នកទាំងអស់គ្នាកាតនេះបង្ហាញឲ្យឃើញថាអ្នកទាំងអស់គ្នាជាមនុស្សដែលមានភាពអត់ធ្មត់ណាឥឡូវកំពុងតែស្ថិតនៅក្នុងភាពអត់ធ្មត់ហើយអ្នកទាំងអស់គ្នាមានការលះបង់គ្រឿងមួយចំនួនចោលហើយអ្នកទាំងអស់គ្នាក៏ស្ថិតនៅក្នុងការរីកចម្រើនទៅមុខដូចគ្នាអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងការលូតលាស់ទៅមុខអត់ឈប់ឈរតែទោះតែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាវាយឺតក៏ដោយប៉ុន្តែវាជាប់លាប់បានន័យថាវាមានស្ថិរភាពណានៅក្នុងការងារឬនៅក្នុងហិរញ្ញវត្ថុមិនអញ្ចឹងទេនៅក្នុងគម្រោងផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាណាហើយចក្រវាឡក៏ចង់ប្រាប់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាថារក្សាវិន័យនិងការបដិញ្ញាចិត្តនឹងឲ្យបានគង់វង្សរហូតទៅអីដែលសំខាន់ហ្នឹងទោះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាវាយឺតក៏ដោយប៉ុន្តែជំហានតូចហ្នឹងវាកំពុងតែសាងគ្រឹះដ៏រឹងមាំឲ្យអ្នកទាំងអស់គ្នានៅថ្ងៃអនាគតហើយអញ្ចឹងការអានសម្រាប់ Cancer របស់ខ្ញុំថ្ងៃនេះគឺចប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសរើសយកក្រុមមួយណាកុំភ្លេច comment នៅក្រោមវីដេអូហ្នឹងឲ្យខ្ញុំដឹងទាំងអស់គ្នាផងណាហើយបើអ្នកទាំងអស់គ្នាគិតថាការអានរបស់ខ្ញុំត្រូវជាមួយនឹងសាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេចចែករំលែកទៅកាន់មិត្តភ័ក្តិហើយក៏ជួយ follow ខ្ញុំម្នាក់មួយផងណាបាយបាយ